ក្រុមហ៊ុន Baker បានប្រកាសជាសាធារណៈនៅក្នុងពិធីផ្លូវការមួយនៅថ្ងៃទី5 ខែមេសាថាក្រសួងសុខាភិបាលកម្ពុជាបានអនុញ្ញាតឲ្យប្រើប្រាស់ឱសថ Nexavar ដែលនាំចូលពីអាល្លឺម៉ង់សម្រាប់ការព្យាបាលជំងឺមហារីកថ្លើមអ្នកជំងឺមហារីកថ្លើមអាចទទួលបានការព្យាបាលនៅប្រទេសកម្ពុជាដោយមិនចាំបាច់ទៅព្យាបាលនៅបរទេសហើយចំណាយថ្លៃធ្វើដំណើរការស្នាក់នៅនិងថ្លៃផ្សេងទៀតសម្រាប់ការព្យាបាល Nexavar Zorafenic គឺជាឱសថដែលជួយពន្យារអាយុជីវិតរបស់អ្នកជំងឺដែលស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរហើយបច្ចុប្បន្ននេះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាង100ប្រទេសទូទាំងពិភពលោកលោកស្រីស្រុនម៉ាលីនប្រធាន Baker Healthcare បានឲ្យដឹងថាបេសកកម្មរបស់យើងគឺការប្រើវិទ្យាសាស្ត្រដើម្បីឲ្យជីវិតប្រសើរឡើងដែលឆ្លុះបង្ហាញនៃការប្រឹងប្រែងបង្កើតនូវផលិតផលនិងការច្នៃប្រឌិតដើម្បីភាពប្រសើរឡើងនៃមនុស្សគ្រប់រូបហើយយើងមាន Nexavar ជាឧទាហរណ៍ដូចទីនេះការអនុញ្ញាតរបស់ក្រសួងសុខាភិបាលកម្ពុជាចំពោះ Nexavar បានជំរុញដល់ការជួយដោះស្រាយនៅតម្រូវការផ្នែកសុខាភិបាលនិងធ្វើឲ្យប្រសើរឡើងនៅការព្យាបាលជំងឺមហារីកនៅក្នុងប្រទេសយោងទៅតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានឲ្យដឹងថាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ9នៅក្នុងពិភពលោកចំពោះការកើតឡើងនៅជំងឺមហារីកការកើតឡើងនេះបណ្ដាលមកពីជំងឺថ្លើមប្រភេទ B ដែលអាចបណ្ដាលឲ្យមានជំងឺមហារីកហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជានឹងអាចត្រូវទទួលបន្ទុកថែមទៀតជាមួយនឹងករណីជំងឺមហារីករបាយការណ៍នោះក៏បានបញ្ជាក់ថានៅទូទាំងពិភពលោកមានករណីស្លាប់ដោយសារជំងឺមហារីកចំនួន 746,000 ករណីនៅក្នុងទូទាំងពិភពលោកនៅឆ្នាំ2012លោកវិជ្ជបណ្ឌិតសុកសុធីឯកទេសជំងឺមហារីកនិងគ្រាប់ឈាមនៅមន្ទីរពេទ្យកាឡាម៉ែតបានឲ្យដឹងថាមូលហេតុនិងកត្តាគ្រោះថ្នាក់នៃជំងឺមហារីកថ្លើមគឺបណ្ដាលមកពីជំងឺថ្លើមប្រភេទ B និង C រ៉ាំរ៉ៃការប្រើប្រាស់គ្រឿងស្រវឹងនិងការទទួលទាននូវគ្រាប់ធញ្ញជាតិក៏ដូចជាអាហារដែលមានឆ្លងមេរោគផ្សិតដូចជាសណ្តែកដីក្រៀមម្ទេសក្រៀមនិងខ្ទឹមជំងឺមហារីកថ្លើមជាទូទៅមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់នៅដំណាក់កាលដំបូងទោះជាយ៉ាងណាក៏ដោយដុំពកមហារីកធំឬរាលដាលទៅផ្នែកផ្សេងៗអ្នកជំងឺមានរោគសញ្ញាផ្សេងៗដូចជាបាត់បង់នៅចំណង់ញ៉ាំអាហារចង់ក្អួតឈឺក្រពះហើមពោះឈឺកចុកពោះផ្នែកខាងលើរោគសញ្ញាជំងឺខាន់លឿងដែលស្បែកនិងភ្នែកមានពណ៌លឿងទឹកនោមមានពណ៌លឿងខ្សោយនឿយហត់និងស្រកទម្ងន់ការសិក្សានៅអឺរ៉ុបនិងសហរដ្ឋអាមេរិកបានបង្ហាញឲ្យឃើញថា Nexavar អាចពន្យារអាយុជីវិតរបស់អ្នកជំងឺមហារីកថ្លើមបានរហូតដល់ 44% ខណៈពេលដែលអ្នកជំងឺដែលមិនបានទទួលការព្យាបាលដោយឱសថនេះអាចរស់រានបានត្រឹមតែប្រហែល8ខែហើយអ្នកដែលទទួលការព្យាបាលអាចរស់នៅបានរហូតដល់ជិត11ខែបរិមម្នាក់បានរងរបួសជើងខណៈដែល